Ủa, chương nhôm chập đờm cài rầm hạt nhựa xa lò ngày môn ấy kênh cơ bảnច្រើនហើយគំនិតទូទៅក៏ល្អអាចដោះស្រាយបញ្ហាបានច្រើនណាស់ហើយយើងវិភាគឡើងវិញទៅថាយើងអាចរៀនសូត្របានអីខ្លះពីសភៅតែប្រមាណ100ទំព័រហ្នឹងតែ100ទំព័រជាងចោះយើងចំណាយពេលល្មមហើយសិក្សាវិភាគទៅលើអឺអត្ថបទអស់ហ្នឹងទៅយើងឃើញថាយើងអាចរៀនសូត្រច្រើនពីសភៅហ្នឹងកុំសន្មត់ថាយកទាំងអស់ត្រូវទាំងអស់ប៉ុន្តែយើងសម័យមើលថាយើងអាចនឹងបង្កើតកំហុសបើសិនជាយើងអត់បានអានដឹងពីមេរៀនអស់ហ្នឹងតោះអញ្ចឹងខ្ញុំចូលដល់ត្រង់ទី1ដែលនឹងចេញពីរដងហើយ3 4ដងហ្នឹងដឹងអឺយើងគួរតែដឹងសភៅអ្នកចំណងជើងអឺអ្នកនិពន្ធឈ្មោះអីអ្នកបកប្រែហ្នឹងមិនបានត្រូវ100%ក៏ដឹងខ្លះដែរអញ្ចឹងមើលឡើងវិញទៅឃើញហើយបើចង់ដឹងរូបពិតណារូបពិតរបស់អ្នកបកប្រែគឺនេះបាទខ្លះតិចអំលឿនពេក បាទតรงទីមួយយើងលើកពីមានគេមកខ្ចីហើយតាបងប្អូនចាស់អឺចម្លើយមិនក៏យកដែរឲ្យតាមានហេតុផលអឺអ្នកខ្លះថាអត់ឲ្យទេដោយសារលុយហ្នឹងគឺខ្ញុំចាំបាច់សម្រាប់ប្រើប្រាស់ដែរយ៉ាងนั้นណាហើយសរសេរយ៉ាងព្រោះត្រូវតិចទៅខ្ញុំឲ្យ5ណាជាងការសរសេរទៅពិបាកយល់ដែរហើយអក្សរខុសច្រើនទៀតអាហ្នឹងអាចបាន4ណាអ្នកខ្លះថាឲ្យខ្ចីចិនដាច់ទេបងប្អូនអាហ្នឹងបាន3អីដែរបើយើងអត់បកស្រាយអីយើងប្រើអារម្មណ៍ទាំងមូលណាអឺយើងអត់មានមូលហេតុបានន័យថាយើងរៀនត្រូវការបកស្រាយហេតុផលយើងអត់អាចនិយាយទៅរឿងអារម្មណ៍យើងមួយមុខទេចឹងបើចម្លើយសមរម្យយើងថាមិនអោយក៏បានដែរអឺហើយដល់ពេលយើងអោយយើងយើងឲ្យធ្វើម៉េចយើងផ្អែកលើអត្តចរិតសំខាន់គេណាឲ្យណាគេក៏ដោយបើសិនជាអត្តចរិតគាត់ល្អគាត់មើងម៉ាត់ការងារទូខុសត្រូវឯហ្នឹងគឺយើងឲ្យឯងបងប្អូនក៏ដោយមិត្តភក្តិក៏ដោយសំខាន់ណាស់ហ្នឹងណាការឲ្យមិនឲ្យហ្នឹងមិនចេះតែឲ្យទេអឺទាំងខ្ញុំទាំងផ្សេងទាំងធនាគារហ្នឹងគឺគេគិតលើចំណុចអស់ហ្នឹងណាតែតែខ្ញុំបើអត់មានណាឲ្យខ្ចីលុយសោះក៏អត់មានធ្វើការអីកើតដែរយើងអត់អាចអឺបោះពុម្ពលុយអីចេញទេហ្នឹងត្រូវការអឺការទុកចិត្តពីគេបើគេមើលឃើញអត្តចរិតអឺខ្ញុំល្អអញ្ចឹងទៅឧទាហរណ៍ឬក៏ខ្ញុំញឹមស្រស់អញ្ចឹងណាហើយនឹងគោលបំណងក្នុងការគាត់ខ្ចីយកទៅធ្វើអីមួយដែលវាអត់ត្រូវទេឧទាហរណ៍លេងល្បែងអីចឹងណាគោលបំណងអត់ត្រូវមិនថាអាក្រក់ទាំងអស់ទេនឹងការគោលបំណងល្អទេឧទាហរណ៍អឺបើយើងអាចតាមដានព័ត៌មានឃើញករណីជាសរនឬក៏ដាក់លុយគេទៅបានចុងមកច្រើនអញ្ចឹងណានឹងថាគោលបំណងវាអត់ត្រូវទេបើនេះទៅវាអត់និរន្តរភាពទៅមុខអញ្ចឹងយើងឲ្យទៅគឺនឹងបរាជ័យហើយអញ្ចឹងយើងសិក្សាបាន3ករណីហ្នឹងទៅថា វាអាចវិលមកវិញអត់ទេអញ្ចឹងយើងចាំបាច់ត្រូវការរៀនសាកលវិទ្យាល័យត្រូវការដែរលុយយើងសិតតាញើសឈាមយើងហើយយើងអត់មានជប់ពីណាមកទេអញ្ចឹងយើងប្រឹងប្រែងអញ្ចឹងធ្វើម៉េចកុំឲ្យអឺការធ្វើបុណ្យរបស់យើងនេះវាអត់បានផលណាអញ្ចឹងខែក្រោយទៀតខ្ញុំអាចសួរថាចុះបើអ្នកសុំទានសុំយើងឲ្យអត់ទេហ្នឹងយើងមើលទៅលើគោលបំណងដូចគ្នាណាអ្នកសុំទានសុំយកធ្វើអីគាត់សុំយកចាយនឹងគាត់មាន10ឆ្នាំ20ឆ្នាំទេគាត់នៅតែសុំយើងចាយក៏អត់ធ្វើការទេយើងការឲ្យគេការឲ្យខ្ចីហ្នឹងយើងអឺគិតថា3នឹងចុះធំណាយើងអាចនឹងធឹងហើយហ្នឹងណាឈប់ចាញ់បោកអ្នកសុំទានណាបាទបង្កើនសមត្ថភាពនេះគ្នាយើងលើករៀងទលំទលាយច្រើនអត់សូវបានអឺ មើលកន្លែងគេយល់អានេះគឺផ្ដោតទៅលើយើងមានការងារហើយបានមករស់តែយើងត្រូវបង្កើនសមត្ថភាពទៀតណាដើម្បីអីគឺការងារយើងហ្នឹងគឺយើងចេះមិនធ្វើការហ្នឹងវាកើតហើយធ្វើការកើតហើយយើងត្រូវការធ្វើឲ្យវាប្រសើរជាងមុនប្រសើរជាងមុនហ្នឹងបានន័យថាម៉េចបានន័យថា
យើងអាចផលិតបានថោកជាងមុនឬក៏បានផលច្រើនជាងមុនណាពាក្យសេដ្ឋកិច្ចពាក្យគណនេយ្យគឺចេញជាតួលេខណាឧទាហរណ៍អីទៅដល់ខ្ញុំបង្រៀនទាំងចោះបង្រៀនបានប៉ុន្តែខ្ញុំត្រូវចេះការធ្វើឯកសារការរៀបមេរៀនទុកសម្រាប់ឆ្នាំក្រោយទៀតនេះថតវីដេអូនោះអញ្ចឹងណាយើងសិទ្ធិការរៀនបន្ថែមហ្នឹងមានតែយើងធ្វើប៉ុណ្ណឹងទៅដែលអត់គិតថាធ្វើម៉េចឲ្យសិស្សជំនាន់នេះឬជំនាន់ក្រោយចេះជាងមុនណាហ្នឹងគឺការងារទូទៅអញ្ចឹងយើងត្រូវបង្កើនសមត្ថភាពរហូតហ្នឹងហើយបើយើងជាអ្នកនាំចូលទិញរបស់មកលក់គឺយើងត្រូវតាមដានមើលដែរថាឥឡូវគេដល់ណាហើយផលិតផលអីគេដែលល្អហើយទូថ្លៃគេណាសិទ្ធិការងារយើងណាទៅតាតកតងនឹងសមត្ថភាពយើងអត់មានសមត្ថភាពយើងអត់អាចវាយតម្លៃចេញទេ ពេលតรงនេះក៏ដូចគ្នាយើងចង់វិភាគថាទិញក៏បានមិនទិញក៏បានប៉ុន្តែសំខាន់លើមូលហេតុទេតែថាយើងអត់ចាំបាច់ផងអញ្ចឹងចាំបាច់ទិញទៅអីយើងប្រើបោះអន់សិនទៅចាំមានលុយគ្រប់ចាំទិញនឹងទុចពេញណាហើយយើងវិភាគថាបងលក់ខាតអស់200ក៏ទៅណាអញ្ចឹងកុំលក់អីអឺបាទកុំលក់ក៏បានប៉ុន្តែថាយើងមានលុយសុទ្ធផងយ៉ាងนั้นណាយើងត្រូវរៀនគិតថ្លឹងថ្លែងអញ្ចឹងណាតែយើងថ្លឹងថ្លែងបានប៉ុណ្ណឹងបាន4បន្ទុកហើយព្រោះអីយើងទៅលើកដំបូងទេក្នុងការជួបបញ្ហាអស់ហ្នឹងបើមានលុយសុទ្ធអត់ចោតទេគឺទិញទៅមិនបាច់លក់ឲ្យគេទេតែអ្នកដែលគេរកស៊ីខាងលក់គេជួយយើងករណីនឹងឯងតែមួយខែមួយខែពីអាហារហើយអត់មានទូរស័ព្ទប្រើចង់បានទូរស័ព្ទណាមួយប្រើតែយើងបែរនិយាយថាអត់ទៅនើបនេះទេយើងនិយាយល្មមចោះតែបើយើងដាក់ចិត្តថាខ្ញុំចង់ប្រើនឹងមួយ10ឆ្នាំចង់ប្រើរបស់ល្អមកប្រើទៅ10ឆ្នាំអញ្ចឹងអូខេទិញរបស់ល្អប្រើល្អហើយហ្នឹងណាបាទហើយក៏មានអ្នកលើកដល់ចំណុចជ្រៅទៀតគឺអឺយើងលក់ទៅបិទតែយើងមានលុយមែនប៉ុន្តែយើងលក់មួយខែ100 200ហ្នឹងទៅយើងសល់លុយយើងអាចធ្វើអីផ្សេងដែលចំណេញជាងបងលក់បាទហ្នឹងគឺគំនិតជ្រៅហ៎ពេលយើងថ្លឹងថ្លែងចឹងរហូតថាយើងយកហ្នឹងទៅធ្វើអីបានប្រយោជន៍ហ្នឹងគឺការរៀនសេដ្ឋកិច្ចនៅគេហៅ opportunity cost គឺការចំណាយពេលចំណាយវេលាហ្នឹងណាថ្លៃនៃឱកាសមកនិយាយទៅយើងយកទៅធ្វើអីផ្សេងវាបានអីគេវិញនេះសួរអញ្ចឹងរហូតចឹងពេលដែលយើងត្រូវគិតហ្នឹងគឺយើងមានលុយដុំអត់ហើយយើងលក់ហ្នឹងវាជួយយើងបានអីចឹងណាយើងមានលុយដុំហើយទៅលក់ទៅអីហើយខ្ញុំមានលុយដុំមែនប៉ុន្តែខ្ញុំនៅតែចូលចិត្តលក់ពេលដែលគេលក់ទៅធូរលក្ខខណ្ឌហ្នឹងណាទីហោហ្នឹងគឺគិតខ្លាំងខ្លាយចឹងរហូតទេចំនួននេះអត់មានអ្នកឆ្លើយត្រូវទេដោយសារបាននោះនេះបាក់ជាងគេហើយមិនបាក់ប៉ុន្តែបន្លំពេលយើងអានដល់អន់តិចបើយើងអាចឆ្លើយបានក្នុងសភៅវាលើកពីនេះខ្ញុំផ្ញើក្នុងរូបទៅដែរណាបាននេះយើងអត់ទទួលខុសត្រូវការងារទេក្នុងរឿងហ្នឹងណាមានម្នាក់ហ្នឹងគាត់កិច្ចពីការសងដល់គេដល់ណាដល់ណីជួបម្នាក់ស្រីផ្លែផ្កាឲ្យចឹងណាដោយសារគាត់ថាគាត់មានទេសកលទេថារូបរាងមិនទេសកលមិនចិត្តទេសកលដោយសារយើងកិច្ចអត់សងលើគេរត់ចោលសុខតាទៅណីនោះហ្នឹងឃើញទេតែមានអឺសិស្សឆ្លើយទៅវាចៃដន្យគាត់ថាបានត្រូវដែរឧទាហរណ៍អឺចានត្រូវលាងអត់លាងទេដល់ម៉ែវ័យម៉ែស្ដីឲ្យមិនលាងបានហ្នឹងត្រូវហើយបាន2បាន3ហើយត្រូវតែចៃដន្យណាតែគោលការណ៍វាចឹងយើងប្រើបានច្រើនករណីណាយើងអត់ទួក៏ត្រូវការយើងនេះកិច្ចវេះចាំតែគេវាយចាំតែគេរំពាត់អាហ្នឹងទេសកលដល់ហើយយើងវាយយើងដំមិនធ្វើឲ្យសុបធ្វើអត់ធ្វើទេអញ្ចឹងណាគិតគំនិតយើងអញ្ចឹងបាទអញ្ចឹងយើងសួរខ្លួនឯងមើលប្រហែលករណីបាទអឺដល់គ្រូបង្ខំឲ្យអានមិនអានណាអឺដាក់សភៅឲ្យអានអត់អានអត់ទិញអត់អីមកចប់អញ្ចឹងណាអានេះថាចិត្តយើងនៅអត់ទាន់ជាអ្នកម្ចាស់ការខ្លួនឯងទេណាហើយមានមូលហេតុមកច្រើននឹងយើងវឹកហាត់ខ្លួនឯងទៅនៅសល់ប្រហែលឆ្នាំទៀតយើងចេញធ្វើការបាទនេះខ្ញុំលើកឡើងវិញហើយយើងអាចឃើញហើយបាទសេដ្ឋកិច្ចទីផ្សារសេរីកម្រិតនេះខ្ញុំវីដេអូផ្ញើទៅច្រើនដែរនៅសភៅក៏មានប៉ុន្តែយើងខ្លះបកស្រាយយល់និយមនៃអឺសេដ្ឋកិច្ចវិទ្យាណាในការរៀនពីការផ្គត់ផ្គង់អីតម្រូវការមិនចេះឈប់ឈរហ្នឹងគឺនិយមនៃសេដ្ឋកិច្ចវិទ្យាសេដ្ឋកិច្ចទីផ្សារសេរីនេះគឺផ្ដោតទៅលើគេហៅដូចទស្សនវិជ្ជាមួយចឹងតាហ្នឹងយើងជឿទៅលើអីហើយសរសេរបានតា
អ្នកអាចលក់ដូរអីក៏បានអាហ្នឹងគឺបាន3ឬ4ពិន្ទុហើយចំណុចសំខាន់វាគឺតាប៉ុណ្ណេះទេអ្នកទិញអ្នកលក់អាចទិញអាចលក់អាចដោះដូរដោយសេរីអីក៏បានដែរតម្លៃណាក៏បានដែរប៉ុណ្ណឹងណាចម្លើយពេញវាងាយយល់អញ្ចឹងណាអញ្ចឹងនៅវគ្គទី1នេះឆ្លើយតែបានអាចលក់អីក៏បានហ្នឹងខ្ញុំឲ្យ4ពិន្ទុហើយបើថាអ្នកលក់អ្នកទិញអាចលក់ដូរក៏បានក្នុងតម្លៃណាក៏បានហ្នឹងល្អឥតខ្ចោះហ្នឹងណាហ្នឹងគឺសេរីហ៎យើងធ្វើអីក៏បានដែរបាទនេះខ្ញុំអត់ទាន់បញ្ចូលថាលើកលែងរបស់ដែលបោកប្រាស់គេទេអញ្ចឹងពាក្យសេដ្ឋកិច្ចទីផ្សារសេរីហ្នឹងផ្សារភ្ជាប់នឹងទំនួលបន្ទាប់ថារដ្ឋាភិបាលមានតួនាទីអីនៅក្នុងហ្នឹងបាទទប់ស្កាត់សត្រូវឈ្លានពានអានេះយើងមានខ្លះដែរសារជាប់សំណួរក្រោយអ្នកខ្លះគាត់ឆ្លើយថាយកពន្ធធ្វើអីហ្នឹងណាមានណាហើយទប់ស្កាត់ចោលក្នុងស្រុកហ្នឹងណាការលួចគោការលួចអីហ្នឹងលួចទ្រព្យសម្បត្តិគេបន្លំគេបន្លំលទ្ធផលបន្លំ delay អីហ្នឹងគឺយើងឈ្មោះតែចោលឲ្យតែបន្លំគេហ្នឹងណាបាទហើយយើងការពារទៀតឧទាហរណ៍សេះកម្មសិទ្ធិបញ្ញាហ្នឹងដូចអ្នកថតចម្រៀងអ្នកថតវីដេអូឬក៏អីហ្នឹងគឺត្រូវការពារកម្មសិទ្ធិរបស់គេអ្នកថតអ្នកសរសេរសភៅហ្នឹងគេហៅកម្មសិទ្ធិបញ្ញាហ្នឹងណាអឺប្លង់ដីអឺឯកសារម្ចាស់កម្មសិទ្ធិឡានម៉ូតូកង់ហ្នឹងត្រូវការពារហ្នឹងណាទូនីតិរដ្ឋាភិបាលនៅពំសេដ្ឋកិច្ចហ្នឹងយល់ដល់ប៉ុណ្ណឹងទៅយើងយល់ហើយសេដ្ឋកិច្ចទូទៅអត់មានអីទៅស្មុគស្មាញអីទេនឹងគោលការណ៍ធំហើយសង្ឃឹមថាប្រឡងលើកក្រោយខ្ញុំសួរអស់ហ្នឹងទៀតយើងឆ្លើយបានពេញណាបាទហើយសួរតែរាល់ថ្ងៃយើងមានបងពុនទេណាអ្នកខ្លះឆ្លើយតែអត់ទេអាហ្នឹងអត់បានបន្ទុកអីទេបាទអ្នកមេរៀនហ្នឹងយើងអត់យល់ទេតែអត់ទេប៉ុន្តែឆ្លើយថាពងដាខ្ញុំបងអីអាហ្នឹងក៏ម្យ៉ាងដែរបាន2បាន3អឺយើងបងអ្នកខ្លះគាត់ចេះឆ្លើយរហូតដល់បងប្រយោលបងផ្ទាល់ណាបាទហ្នឹងក៏កាន់តែល្អហើយអឺអញ្ចឹងពន្ធអីខ្លះនិយាយសរុបរួមទៅយើងធ្វើការទៅយើងមានពន្ធប្រាក់ខែដូចជាប្រាក់ខែយើងលើស300អញ្ចឹងទៅយើងបង់ពន្ធហ្នឹងហ្នឹងគឺបង់វាកាត់រាល់ខែខ្ញុំអីបង់ពន្ធឲ្យរដ្ឋរាល់ខែហើយពន្ធប្រថាប់ត្រាពន្ធប្រថាប់ត្រាហ្នឹងគឺពេលយើងលក់អីវ៉ាន់ឧទាហរណ៍លក់ឡានឬក៏លក់ដីអីអញ្ចឹងទៅបង់ឲ្យរដ្ឋទៀតណាហើយក្រុមហ៊ុនគឺមានពន្ធចំណូលលក់បានច្រើនចំណេញច្រើននេះគឺយកពន្ធមួយសារទៀតណាអានេះផ្នែកខាងលុយចូលណាស្រួលគិតទេដល់ពេលផ្នែកខាងលុយយើងចេញពេលយើងទិញទំនិញយើងបង់យើងបង់ផ្ទាល់បង់មិនផ្ទាល់តែសាំងយើងចាក់កណ្ដុងហ្នឹងយើងអត់បង់ផ្ទាល់ទេតែបើយើងសាំងចាក់នៅអឺនៅអីណោះនៅដេប៉ូធំធំឧទាហរណ៍តេឡាឬក៏ PTA ហ្នឹងយើងបង់ហើយមាន10%នៅក្នុងហ្នឹងហើយអញ្ចឹងយើងទិញជាបង់ភ្លាមទិញជាបង់ភ្លាមមិញយើងហូបបាយនៅផ្សារអត់បង់ទេប៉ុន្តែយើងបាយនៅផ្សារទំនើបទិញឲ្យបានផ្សារទំនើបយើងឃើញគឺគុណ10%បន្ថែមទៀតនេះយើងបង់ឲ្យរដ្ឋរៀងរាល់ការទិញរបស់យើងណាយើងបានលើកចំណុចទិញទំនិញហ្នឹងខ្ញុំឲ្យ3ឬ4ហើយបើសិនជាយើងបានទេហោទៀត4ណាអញ្ចឹងណាបាទហើយនឹងពន្ធដែលយើងអត់សូវដឹងអត់សូវឃើញណាពន្ធផ្លូវពន្ធឡានពន្ធអីហ្នឹងជិះម៉ូតូអីហ្នឹងអត់បានបង់ពន្ធផ្លូវពន្ធអីតែគេយកពន្ធពេលទិញឲ្យហើយយ៉ាងដុល្លារបង់ពន្ធផ្លូវបើផ្ទះក៏បង់តាមអីហ្នឹងអាហ្នឹងគឺប្រភេទពន្ធផ្សេងទៀតដែលយើងគិតខុសពីពេលទិញពេលអីនេះដោយសារតែពន្ធផ្ទះពន្ធអីនេះយើងមិនធ្វើអីទេប៉ុន្តែមួយឆ្នាំត្រូវតែបង់ឲ្យគេតែពន្ធតំណែងគឺយើងទិញមិនបង់ឃើញទេចឹងរដ្ឋយកពន្ធច្រើនណាយើងត្រូវដឹងហើយកុំគិតថារដ្ឋជាម៉ែឪឯងអត់ម៉ែឪទេរដ្ឋយកលុយពីប្រជាជនណគ្រប់ពីនីតិណាហើយខ្ញុំឃើញចំណុចនេះដែលយើងឆ្លើយបានត្រូវសឹងទាំងអស់គ្នាណាសប្បាយចិត្តដេកអត់លក់ទេយប់នេះពិសេសជាងគេគឺយើងបានឆ្លងកាត់ខាងបងត្រីពន្ធដារពយល់ទៅខ្ញុំឃើញឆ្លើយបានទាំងអស់រដ្ឋាភិបាលយកពន្ធធ្វើអីនោះគឺយើងឆ្លើយបានណាយកទៅធ្វើផ្លូវធ្វើប៉ែតធ្វើសាលារៀននេះណាឆ្លើយប៉ុណ្ណឹងខ្ញុំឲ្យ4ហើយអឺហើយបើបានប្រាក់ខែមួយទៀតប្រាក់ខែមន្ត្រីរាជការទៀតហ្នឹងពេញណាអញ្ចឹងពីរហ្នឹងយកមួយណាក៏បានដែរបាន4ណា
ហើយបើយើងនិយាយតាមមូលហេតុអីគឺបើយើងអត់បង់ទេអត់មានសេវាកម្មរួមអស់ហ្នឹងទេដូចមិនយើងនិយាយពីការពារជាតិការពារការឈ្លានពានហ្នឹងក៏នៅយើងមានលើកមួយចំនួនដែរអញ្ចឹងមកនិយាយទៅគឺត្រូវការមានអ្នកធ្វើការងាររួមការងាររួមត្រូវការលុយណាហើយលុយហ្នឹងគឺយើងអត់ស្ម័គ្រចិត្តចូលអីទេគឺយើងមនុស្សយើងចេះតែកិច្ចអញ្ចឹងមិនត្រូវការមានការបខំឲ្យយើងបង់ពន្ធណាការស្ម័គ្រចិត្តវាអត់ងាយទេអត់លឿនអត់ទាន់ពេលហ្មងគេមកឈ្លានពានយើងហើយយើងទៅចាប់ផ្ដើមប្រមូលពន្ធចាប់ផ្ដើមប្រមូលលុយអញ្ចឹងបានបាត់ហើយប្រទេសហ្នឹងអត់នៅទេយើងត្រូវការលុយសគួរមានអ្នកកាន់កាប់ជាប្រចាំបាទអញ្ចឹងធំពាក់ខែតេយ្យរាជការដែលបម្រើការងាររួមហ្នឹងមានតាំងពីប៉ូលីសទាហានឃើញទេអ្នកជួសជុលអ្នកថែទាំផ្លូវមើលផ្លូវអីហ្នឹងចៅហ្វាយខេត្តនៃរដ្ឋមន្ត្រីអីហ្នឹងសិតតែស៊ីប្រាក់ខែរបស់ប្រជាជនណាបាទឲ្យទិញសម្ភារៈណាយើងលើកតាំងពីអីអីហ្នឹងគឺមិនចោលទេនេះលើកក៏មិនលើកទៅព្រោះយើងនៅអត់ទាន់បាច់ចែកអាហ្នឹងទេគាត់ថាដឹងថាចំណាយលើការងាររួមចំណាយអីក៏ដោយហើយយើងរៀនចែកឧទាហរណ៍បានពីរហ្នឹងមកគឺបន្ទុកពេញណាទីមួយប្រាក់ខែទីពីរធ្វើធ្វើអាផ្លូវធ្វើអាអីអស់ហ្នឹងរបស់រួមហ្នឹងណាហើយនេះបន្ថែមទៀតតែឲ្យយើងចង់ផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រអញ្ចឹងលុយហ្នឹងវាលុយរត់ហើយយើងត្រូវការជួយអ្នកក្រីក្រដើម្បីគាត់បានរៀនដែរស្អីអ្នកដែលប្រកែណាគាត់បានរៀនបានទៅគាត់ជាបុគ្គលឆ្នើមមួយដែលអាចជួយប្រទេសជាតិជួយសង្គមយើងបានច្រើនវិញទៀតណាបាទនេះគឺអឺមាននៅក្នុងសភៅមិនផ្ទាល់ទេគាត់ថាខ្ញុំធ្លាប់ធ្វើវីដេអូឲ្យមើលម្ដងដែរប៉ុន្តែយើងបកស្រាយបានច្រើនអត់អីទេមានគំនិតពោះអញ្ចឹងយើងចង់មិនអោយក៏បានដែរមិនអោយថាទុកឲ្យវារៀនប្រឹងរកខ្លួនឯងទៅបើអោយទៅជាក្មេងខូចហ្នឹងក៏ត្រូវដែរយើងឃើញអ្នកមានខ្លះមិនមែនកូនមកល្អទេគឺដោយសារអីម៉ែឲ្យលុយចាយសេរីណាហើយចង់ថាឲ្យក៏បានដែរតែបើឲ្យទៅអត់បកស្រាយសោះអានឹងបានតែមួយឯទេឲ្យដោយសារសាច់ញាតិយកទៅយើងងាប់ទៅស្លាប់ទៅយកទៅមិនបានដែរចឹងឲ្យទាំងអស់ហ្នឹងវាយើងអត់បានរៀនសូត្រពីសភៅហ្នឹងទេយើងឆ្លើយមកណាគំនិតយើងអញ្ចឹងក៏អញ្ចឹងដែរមិនថាចង់ឲ្យផ្សារភ្ជាប់ពីអ្វីដែលយើងបានរៀនជាងយើងទុកក៏ទុកចាស់ប៉ុន្តែអ្នកខ្លះក៏ឡើងដល់កូនចេះសំចេះអីក្របឆ្នាំទាំង7អីទេអាហ្នឹងល្អហ่ะបន្ទុក4ឬ5ហ่ะអញ្ចឹងណាអញ្ចឹងទ្រព្យសម្បត្តិយើងមិនចេះអាចឲ្យទៅកូនអីចឹងទាំងអស់ហើយអ្នកខ្លះថាឲ្យស្មើនេះអញ្ចឹងទៅអត់អីទេដែលនឹងបាន2អីដែរទី3ណាចឹងជាគោលការណ៍តាមការរៀនសូត្រគឺយើងចិញ្ចឹមការរស់នៅជាមូលដ្ឋានការហូបចុកមានផ្ទះមានអីហ្នឹងគឺបានអាហ្នឹងត្រូវតែឲ្យណាថៃក៏ដោយត្រូវគ្រប់គ្រងអាហ្នឹងឲ្យបានដល់ការរៀនសូត្រអីហ្នឹងណាហើយចង់ឲ្យលុយបន្ថែមទៀតដល់ឲ្យគាត់ចេះមានផែនការចំណាយឬក៏វិនិយោគច្បាស់លាស់ទៅឲ្យសុកទេឲ្យសុកឲ្យគឺខូចហើយមនុស្សនឹងខូចហើយព្រោះគាត់ដឹងថាលុយបានពីណាមកហើយដល់ពេលដល់ពេលអស់លុយទៅគឺស្ទៃស្លាអញ្ចឹងអញ្ចឹងនេះយើងរាល់ថ្ងៃក៏ត្រូវសួរខ្លួនឯងបដាដែរលុយបានពីណាមកចាយរាល់ថ្ងៃហ្នឹងណាអឺបើអត់ត្រៀមខ្លួនអត់ចេះរកទេថ្ងៃក្រោយយើងសួរមកលុយហ្នឹងបានពីណាមកទៀតណាអូខេអញ្ចឹងសង្ខេបសំណួរយើងប៉ុណ្ណឹងឯងបាទអឺអរគុណដែលបានស្ដាប់ម្ដងនេះបាទអ្នកស្ដាប់ម្ដងនេះគឺថាថ្ងៃក្រោយបុគ្គលជោគជ័យហើយបាទអរគុណ